បាទជាមកខ្ញុំបាទសូមគោរពជំរាបសួរបងហើយនឹងបងប្អូនសិស្សានុសិស្សទាំងអស់ដែលមានបំណងត្រៀមខ្លួនប្រឡងចូលខាងវិស័យកសិកម្មឬក៏ក្រសួងពាក់ព័ន្ធជាមួយទៅនឹងកសិកម្មដូចជាការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមកម្រិតអនុវិទ្យាល័យនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាទអញ្ចឹងកាលពីវីដេអូមុនគឺខ្ញុំបានធ្វើការចែករំលែកចំនួន3សំណួររួចមកហើយថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកចំនួន3សំណួរទៀតបាទដែលសំណួរបន្ទាប់ពីសំណួរទី3គឺសំណួរទី4អញ្ចឹងនៅក្នុងសំណួរទី4នេះផងដែរគេមានសំណួរសួរថាបាទតើនៅតំបន់ដែលមានដីជម្រាលដើម្បីការពារសំណឹកគេប្រើប្រព័ន្ធថែរក្សាដីនិងទឹកតាមវិធីណាខ្លះបាទសំណួរទី4ហើយសំណួរទី5គេសួរថាតើគេប្រើប្រាស់ចំបើងជាជីសម្រាប់ដាំដុះស្រូវដីទំនាបតាមរបៀបណាខ្លះបាទអញ្ចឹងសំណួរទី6តើឥទ្ធិពលសីតុណ្ហភាពទៅលើផលិតផលដែលស្តុកទុកមានលក្ខណៈដូចម្តេចខ្លះបាទអញ្ចឹងចំពោះចម្លើយរបស់សំណួរទី4បាទនៅតំបន់ដែលមានដីជម្រាលដើម្បីការពារសំណឹកគេប្រើប្រព័ន្ធថែរក្សាដីនិងទឹកតាមវិធីដូចខាងក្រោមអញ្ចឹងយើងត្រេ1ដាំដើមឈើឲ្យច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបានព្រោះដើមឈើគឺអាចជួយបង្កើននូវពពួកសារធាតុសរីរាង្គតាមរយៈការពុកផុយនៃស្លឹកត្រេទី2បង្វែរលំហូរទឹកដែលហូរកាត់ដីនោះទៅក្នុងប្រឡាយត្រពាំងបឹងស្ទឹងនិងផ្លូវទឹកធម្មជាតិដើម្បីកាត់បន្ថយការហូរនាំយកសារធាតុចិញ្ចឹមពីក្នុងដីទៅកាន់ទីកន្លែងផ្សេងទៀតដែលជាហេតុធ្វើឲ្យដីបាត់បង់នូវសារធាតុចិញ្ចឹមត្រេទី3ដាំពពួករុក្ខជាតិដែលអាចធ្វើជាជីស្រស់បានដូចជាសណ្តែកល្ងពោតនិងប្រភេទរុក្ខជាតិបៃតងផ្សេងទៀតត្រេទី4ដាំដំណាំវិលជុំនិងដំណាំចម្រុះប្រភេទដំណាំទាំងអស់នេះគឺជួយកាត់បន្ថយការសឹករិចរិលនៃសារធាតុចិញ្ចឹមក្នុងដីជួយរក្សាគុណភាពដីបាទត្រេទី5ប្រើប្រាស់ជីធម្មជាតិដែលអាចរកបាននៅក្នុងសហគមន៍ដូចជាលាមកសត្វគោក្របីជ្រូកមាន់ទាដើម្បីជៀសវាងការប្រើប្រាស់ជីគីមីដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់គុណភាពដីបាទចូលមកដល់ចម្លើយទី5គេប្រើប្រាស់ចំបើងជាជីសម្រាប់ដាំដុះស្រូវដីទំនាបតាមរបៀបដូចខាងក្រោមអញ្ចឹងចុះដើមបន្ទាត់បន្តិចការភ្ជួរលុបចិញ្ច្រាំងនិងចំបើងទៅក្នុងដីគឺជាមធ្យោបាយនៅក្នុងការបញ្ជូនត្រឡប់ទៅវិញនៅសារធាតុចិញ្ចឹមទៅឲ្យដីនិងជួយថែរក្សាឲ្យមានជីជាតិយូរអង្វែងដើម្បីប្រើប្រាស់ចំបើងជាជីសម្រាប់ដាំដុះស្រូវយើងត្រូវត្រេ1គ្រប់គ្រងចំបើងនិងចិញ្ច្រាំងឲ្យបានល្អដោយភ្ជួរលុបវាក្រោយពេលប្រមូលផលរួចត្រេទី2ប្រមូលចំបើងឬចិញ្ច្រាំងយកមកធ្វើជាជីកំប៉ុស្តសម្រាប់ប្រើប្រាស់លើដីដំណាំស្រូវត្រេទី3ជៀសវាងការដុតចំបើងនិងចិញ្ច្រាំងចោលដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់បរិស្ថានបំពុលបរិយាកាសតាមរយៈការបំភាយឧស្ម័នផ្ទះកញ្ចក់ដូចជាឧស្ម័នកាបូនិកមេតាននិងឧស្ម័ននីត្រូសែនអុកស៊ីតបាទអញ្ចឹងឥឡូវយើងចូលមកដល់ចម្លើយទី6ឥទ្ធិពលនៃសីតុណ្ហភាពទៅលើផលិតផលដែលស្តុកទុកមានលក្ខណៈដូចខាងក្រោមកការធ្វើឲ្យត្រជាក់ខការបញ្ចុះកម្ដៅបឋមអញ្ចឹងយើងអាចឆ្លើយសម្រាយឲ្យគេបន្តិចមកការធ្វើឲ្យត្រជាក់គឺជាមូលដ្ឋាននៃការការពារគុណភាពផលិតផលដោយសារតែវាជួយបញ្យឺតនៃដំណើរការសរីរវិទ្យានិងការលូតលាស់របស់មេរោគហើយវាអាចជួយបង្កើននៅពេលវេលានៅក្នុងការស្តុកទុកថែមទាំងធ្វើឲ្យផលិតផលមានតម្លៃខ្ពស់នៅលើទីផ្សារចំណុចខបញ្ចុះកម្ដៅបឋមជាការដកកម្ដៅនិងការបញ្ចុះនៃសីតុណ្ហភាពដោយទឹកឬដាក់នៅក្នុងទឹកត្រជាក់ដើម្បីរក្សាគុណភាពនៃផលិតផលនោះមិនឲ្យខូចហើយរក្សាបានរូបរាងដើមបាទអញ្ចឹងចំពោះការឆ្លើយនៅសំណួរទាំង3ខាងលើនេះគឺបានបញ្ចប់ហើយអញ្ចឹងខ្ញុំសង្ឃឹមថាឯកសារមួយនេះគឺនឹងជួយទៅដល់បងប្អូនដែលគាត់បានត្រៀមខ្លួនសម្រាប់ប្រឡងនៅថ្ងៃខាងមុខបាទអញ្ចឹងសំណួរទាំង3របស់យើងគឺបានឆ្លើយរួចរាល់ហើយអញ្ចឹងសង្ឃឹមថាឯកសារនេះបាទសំណួរចម្លើយនេះគឺអាចជួយទៅដល់បងប្អូនដែលគាត់ត្រៀមខ្លួនសម្រាប់បាទប្រឡងនៅថ្ងៃខាងមុខអញ្ចឹងសូមតាមដាននៅវីដេអូបន្តទៀតបាទសូមអរគុណសូមគោរពលា